ថ្ងៃទី17 ខែមិនិនាឆ្នាំ2025ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកឡដឹកនាំដោយលោកញឹកសារ៉ែនអភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកឡនិងសហការីបាននាំយកអំណោយរបស់អនុសាខាស្រុកទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន2គ្រួសារក្នុងនោះរងគ្រោះដោយអគ្គិភ័យចំនួន1គ្រួសារនិងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន1គ្រួសាររស់នៅភូមិចំនួន2នៃឃុំឆ្នាលមនស្រុកកោះកឡខេត្តបាត់ដំបងលោកញឹកសារ៉ែនបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសុកលូប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបងជាពិសេសសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាមកជម្រាបជូនបងប្អូនជាជនរងគ្រោះដោយបានជ្រាបផងដែរហើយបានសម្ដែងនឹងចូលរួមនៅការសោកស្ដាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងដោយក្តីអាណិតអាសូរនិងការសោកស្ដាយដែលបានបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះជាការឆ្លើយតបគ្រួសាររងគ្រោះបានថ្លែងអំណរគុណចំពោះឯកឧត្តមសុកលូជាពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជាមេដាមនុស្សធម៌តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយអំណោយដែលត្រូវផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសត្រីខ1យួរទឹកត្រីទឹកស៊ីអ៊ីវ1យួរប្រេងកូឡា1ដបនិងទឹកបរិសុទ្ធចំនួន10យួរផងដែរ